រដ្ឋមន្ត្រីការបរទេសរងបានបញ្ជាក់ឲ្យដឹងថាកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកដើម្បីបញ្ជៀសការផ្ទុះជម្លោះគឺស្ថិតនៅមិនឆ្ងាយទៀតទេមុនការចរចាចុងថ្មីក្នុងសប្តាហ៍នេះកាលពីថ្ងៃអង្គារទី24ខែកុម្ភៈរដ្ឋមន្ត្រីការបរទេសអារ៉ង់បានប្រកាសថាកិច្ចព្រមព្រៀងដើម្បីបញ្ជៀសការផ្ទុះជម្លោះយោធាជាមួយសហរដ្ឋអាមេរិកគឺស្ថិតនៅមិនឆ្ងាយទៀតឡើយស្របពេលដែលភាគីទាំងពីរនឹងត្រូវបន្តការចរចាជុំថ្មីនៅប្រទេសស្វីសក្នុងសប្តាហ៍នេះបានតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ក្នុងសារបង្ហោះលើបណ្ដាញសង្គមប្រមុខការទូតអារ៉ង់លោក Abbas Araghchi លើកឡើងយ៉ាងដូចនេះថាយើងមានឱកាសជាប្រវត្តិសាស្ត្រមួយដើម្បីសម្រេចបានកិច្ចព្រមព្រៀងមិនធ្លាប់មានពីមុនមកដែលដោះស្រាយក្តីកង្វល់រួមនិងផ្ដល់ប្រយោជន៍ទៅមកលោក Araghchi បានបន្ថែមថាកិច្ចព្រមព្រៀងនោះគឺស្ថិតនៅមិនឆ្ងាយទៀតឡើយប៉ុន្តែលុះត្រាតែការទូតត្រូវបានផ្ដល់អធិភាពទីក្រុងតេហេរ៉ង់និងទីក្រុងវ៉ាស៊ីនតោនត្រូវបានរំពឹងថានឹងបើកកិច្ចចរចាជុំទី3នាថ្ងៃប្រហ័សសប្តាហ៍នេះនៅទីក្រុងហ្សឺណែវប៉ុន្មានសប្តាហ៍មកនេះអាមេរិកបានដាក់ពង្រាយកម្លាំងយោធាទ្រង់ទ្រាយធំនៅមជ្ឈមបូព៌ាហើយប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមជាច្រើនលើកច្រើនសារថានឹងបើកការវាយប្រហារលើអ៊ីរ៉ង់ប្រសិនបើការចរចាទីបំផុតទទួលបរាជ័យក៏បញ្ជាក់ថាកាលពីថ្ងៃអង្គារអំឡុងសន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាជាតិអាមេរិកលោក Trump បាននិយាយថារូបលោកចង់ដោះស្រាយបញ្ហាជាមួយអ៊ីរ៉ង់តាមរយៈមធ្យោបាយការទូតប៉ុន្តែបានអះអាងថាលោកនឹងមិនអនុញ្ញាតឲ្យទីក្រុងតេហេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែរបានជាដាច់ខាតក្នុងសារកាលពីថ្ងៃអង្គារលោក Araghchi បានបដិញ្ញាថាអ៊ីរ៉ង់នឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេទោះក្រោមកាលៈទេសៈណាក៏ដោយប៉ុន្តែបានទទូចថាប្រទេសអ៊ីរ៉ង់មានសិទ្ធិទាញយកភាគលាពីបច្ចេកវិទ្យានុយក្លេអ៊ែរដែលប្រើសម្រាប់គោលដៅស៊ីវិលកម្មវិធីនេះឧបត្ថម្ភដោយស្រាបៀរកម្ពុជា